សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូសាជាថ្មីម្ដងទៀតហើយនៅក្នុងវីដេអូឃ្លីបថ្ងៃនេះគ្រូមានគោលបំណងមួយក្នុងការចែករំលែកនៅបញ្ញត្តិថ្មីមួយទៀតនៅក្នុងខ្លឹមសារមេរៀនទី3របស់យើងស្ដីអំពីល្បិចទូទៅនៃគំនិតនៅក្នុងមាតិកាទី4ដែលស្ដីអំពីអភន្តរញ្ញាណតើបងប្អូនធ្លាប់សិក្សានិងធ្លាប់ស្វែងយល់អំពីបញ្ញត្តិថ្មីមួយនេះដែរឬទេកន្លងមកតើអភន្តរញ្ញាណមានអត្ថន័យដូចម្ដេចចឹងបើសិនបើបងប្អូនចង់សិក្សាស្វែងយល់បន្ថែមសូមតាមដានវីដេអូឃ្លីបនេះទាំងអស់គ្នាជាមួយគ្រូចឹងបញ្ញត្តិអភន្តរញ្ញាណនេះបើសិនបើយើងក៏លេខមកមើលខ្លឹមសារមេរៀនសភៅសិក្សាគោលរបស់យើងណាអភន្តរញ្ញាណត្រង់ចំណុចលេខ4ទំព័រទី14ហ្នឹងគេឲ្យនិយមន័យថាអភន្តរញ្ញាណជាពុទ្ធិដែលបានមកពីចំណាប់ផ្ទាល់និងភ្លាមដោយមានលក្ខណៈជាចំណេះដឹងផ្ទាល់ភ្លាមឬជាវិចារណភាពគ្មានតិចនិចគ្មានវិធីតាក់ទងទៅនឹងមនុស្សម្នាក់ៗដែលជាប្រធានវិស័យភាពបាទហ្នឹងគឺជាខ្លឹមសារឬក៏និយមន័យរបស់យើងពេលបងអូនអានខ្លឹមសារនេះទៅយើងឃើញថាវាហាក់ដូចជាពិបាកយល់បន្តិចព្រោះវាច្រើនប៉ុន្តែគ្រូមានកលឹះមួយឲ្យបងអូនងាយយល់ងាយចាំត្រង់បញ្ញត្តិអភន្តរញ្ញាណមួយនេះបងអូនគ្រាន់តែចាំថាអភន្តរញ្ញាណជាចំណេះដឹងដែលយើងទទួលបានភ្លាមហើយផ្ទាល់មានន័យថាគ្រាន់តែសរីរាង្គឥន្ទ្រីរបស់យើងហ្នឹងបងអូនស្គាល់សរីរាង្គឥន្ទ្រីរបស់យើងហ្នឹងសរីរាង្គឥន្ទ្រីរបស់យើងមានចំនួន5គេឲ្យឈ្មោះថាមានចក្ខុសោតៈជីវហាកាយាហ្នឹងឃានៈហ្នឹង5ហ្នឹងគឺជាសរីរាង្គឥន្ទ្រីរបស់យើងហើយដែលសរីរាង្គឥន្ទ្រីរបស់យើងមានតួនាទីមួយក្នុងការចាប់យកនៅរំញោចឬចាប់យកនៅព័ត៌មានពីខាងក្រៅបញ្ជូនទៅកាន់ខួរក្បាលហើយខួរក្បាលបកប្រែព័ត៌មាននោះឡើងវិញអញ្ចឹងយ៉ាងណាមិញអភន្តរញ្ញាណគឺវាកើតឡើងដោយសារតែចំណាក់ផ្ទាល់និងភ្លាមរបស់សរីរាង្គឥន្ទ្រីរបស់យើងនឹងឯងអញ្ចឹងបងប្អូនសម្រួលនៃឲ្យយល់ឲ្យងាយយល់មកមានន័យថាអភន្តរញ្ញាណគឺជាចំណេះដឹងមួយដែលកើតឡើងភ្លាមឬក៏ជាចំណាប់ផ្ទាល់ភ្លាមពីសរីរាង្គឥន្ទ្រីចាប់យកនៅព័ត៌មាននៅមជ្ឈដ្ឋានខាងក្រៅបញ្ជូនទៅក្នុងខួរក្បាលរបស់យើងហើយខួរក្បាលរបស់យើងបកប្រែព័ត៌មាននោះភ្លាមយើងដឹងភ្លាមនឹងតែម្ដងអញ្ចឹងចំណេះដឹងណាដែលយើងដឹងភ្លាមដោយចំណាប់ផ្ទាល់របស់សរីរាង្គឥន្ទ្រីរបស់យើងទៅពីមជ្ឈដ្ឋានខាងក្រៅឆ្ពោះទៅកាន់មជ្ឈមណ្ឌលប្រសាទរបស់យើងឬក្នុងខួរក្បាលរបស់យើងអញ្ចឹងព័ត៌មាននោះឬចំណេះដឹងនោះលោកឲ្យឈ្មោះថាអភន្តរញ្ញាណតួយ៉ាងឧទាហរណ៍ថាម៉េចតែចំណេះដឹងយ៉ាងម៉េចដែលយើងចាត់ទុកថាជាចំណេះដឹងដែលភ្លាមហើយផ្ទាល់តួយ៉ាងឧទាហរណ៍ដូចជាភ្នែករបស់យើងភ្នែកឃើញរូបអញ្ចឹងនៅពេលដែលភ្នែកឃើញរូបភ្លាមយើងសម្គាល់ថារូបនោះជារូបប្រុសឬក៏រូបស្រីរូបនោះជារូបក្មេងឬក៏រូបចាស់ភ្នែកប៉ះឃើញនឹងរូបភ្លាមដឹងថារូបនោះរូបតូចរូបធំរូបល្អរូបអាក្រក់ដែលយើងដឹងភ្លាមបាននឹងហើយគឺលោកឲ្យឈ្មោះថាអភន្តរញ្ញាណចក្ខុភ្នែករបស់យើងនឹងរួចហើយយើងចូលនៅសរីរាង្គឥន្ទ្រីមួយទៀតគេឲ្យឈ្មោះថាសោតវិញ្ញាណឬសោតសោតវិញ្ញាណហ្នឹងមានន័យថាត្រចៀកបើយើងសម្រួលនៃស្រួលស្ដាប់ថាត្រចៀករបស់យើងគឺចាប់បាននៅសំឡេងអញ្ចឹងគ្រាន់តែបងអូនត្រចៀករបស់បងអូនឮសំឡេងភ្លាមដឹងថាសំឡេងនោះជាសំឡេងអ្វីសំឡេងបុរសឬក៏សំឡេងស្ត្រីសំឡេងសត្វសំឡេងវត្ថុឬមួយសំឡេងម៉ាស៊ីនឬសំឡេងអ្វីផ្សេងសំឡេងបុគ្គលណាម្នាក់គ្រាន់តែឮភ្លាមគឺបងអូនអាចដឹងភ្លាមនឹងហើយចំណេះដឹងបែបហ្នឹងហើយដែលផ្ទាល់ដែលភ្លាមនឹងហើយលោកឲ្យឈ្មោះថាអភន្តរញ្ញាណអញ្ចឹងសរុបសេចក្តីសម្រួមនៃឲ្យស្រួលស្ដាប់មកអភន្តរញ្ញាណមានន័យថាជាចំណេះដឹងមួយដែលកើតឡើងតាមរយៈចំណាប់ផ្ទាល់នៃសរីរាង្គឥន្ទ្រីទាំង5របស់យើងចាប់យកព័ត៌មាននៅមជ្ឈដ្ឋានខាងក្រៅដែលបញ្ជូនព័ត៌មាននោះទៅកាន់ខួរក្បាលហើយខួរក្បាលបកប្រែព័ត៌មាននោះឡើងវិញភ្លាមផ្ទាល់តែម្ដងបាទបន្តមកទៀតយើងសិក្សាអំពីបែបផ្សេងនៃអភន្តរញ្ញាណនៅក្នុងខ្លឹមសារនៃសភៅសិក្សាគោលរបស់យើងបែបផ្សេងនៃអភន្តរញ្ញាណគឺមាន4សំខាន់គឺទី1លោកឲ្យឈ្មោះថាអភន្តរញ្ញាណចិត្តវិទ្យាទី2លោកឲ្យឈ្មោះថាអភន្តរញ្ញាណឥន្ទ្រីទី3លោកឲ្យឈ្មោះថាអភន្តរញ្ញាណបញ្ញានិងទី4ចុងក្រោយគឺអភន្តរញ្ញាណបរមត្ថវិជ្ជាឬក៏លោកឲ្យឈ្មោះម្យ៉ាងទៀតថាអស្តិរូបវិជ្ជាអញ្ចឹងបែបផ្សេងនៃអភន្តរញ្ញាណគឺមាន4ហ្នឹងហើយបងអូនសួរថាតើអ្វីទៅជាអភន្តរញ្ញាណចិត្តវិទ្យាអញ្ចឹងអភន្តរញ្ញាណចិត្តវិទ្យាមានន័យថាជាការដឹងពិតក្នុងចិត្តរបស់បុគ្គលម្នាក់ព្រោះយើងម្នាក់ហ្នឹងតែងតែមាននៅអភន្តរញ្ញាណចិត្តវិទ្យានៅក្នុងខ្លួនហ្នឹង
មានន័យថាយើងលឺអ្វីមួយភ្លាមលឺអ្វីមួយភ្លាមចិត្តយើងដឹងថាអាសំឡេងដែលយើងលឺឬព័ត៌មានដែលយើងលឺនោះថាជាព័ត៌មានអ្វីព័ត៌មានទុក្ខសោកព័ត៌មានរីករាយព័ត៌មានធ្វើឲ្យយើងរំភើបព័ត៌មានដែលធ្វើឲ្យយើងសប្បាយចិត្តធ្វើឲ្យយើងតានតឹងចិត្តអញ្ចឹងគ្រាន់តែយើងលឺភ្លាមដឹងភ្លាមធ្វើឲ្យចិត្តរបស់យើងឬធ្វើឲ្យសញ្ចេតនារបស់យើងនឹងកើតទៅជាទុក្ខសោកកើតទៅជារីករាយអញ្ចឹងលក្ខណៈនៃចិត្តបែបនេះលោកឲ្យឈ្មោះថាអភន្តរញ្ញាណចិត្តវិជ្ជាបន្តមកទៀតយើងចូលអភន្តរញ្ញាណទី2គឺលោកឲ្យឈ្មោះថាអភន្តរញ្ញាណឥន្ទ្រីពាក្យថាអភន្តរញ្ញាណឥន្ទ្រីមានន័យថាជាចំណេះដឹងដែលកើតឡើងតាមរយៈសរីរាង្គឥន្ទ្រីដោយគ្រូបានលើកឧទាហរណ៍ពីដើមអញ្ចឹងមានន័យថាភ្នែករបស់យើងឃើញរូបយើងសម្គាល់ថារូបនោះជាបុរសឬជាស្ត្រីត្រចៀកឬសំឡេងយើងសម្គាល់ថាសំឡេងនោះល្អឬក៏មិនល្អសំឡេងអ្វីមួយហ្នឹងយើងអាចសម្គាល់សំឡេងនោះបានអាហ្នឹងហើយគឺលោកឲ្យឈ្មោះថាសរីរាង្គអភន្តរញ្ញាណឥន្ទ្រីមានន័យថាជាចំណេះដឹងទាំងឡាយណាដែលកើតឡើងតាមរយៈសរីរាង្គទាំង5របស់យើងនិងទី3លោកឲ្យឈ្មោះថាអភន្តរញ្ញាណបញ្ញាស្អីទៅជាអភន្តរញ្ញាណបញ្ញាអភន្តរញ្ញាណបញ្ញាគឺជាចំណេះដឹងមួយបែបរបស់មនុស្សដែលមនុស្សយើងមានសមត្ថភាពក្នុងការធ្វើការប្រៀបធៀបបាទធ្វើការប្រៀបធៀបរវាងវត្ថុមួយជាមួយនឹងវត្ថុមួយទៀតពេលយើងឃើញរបស់មួយប្លែករបស់មួយថ្មីយើងកើតមាននៅអភន្តរញ្ញាណបញ្ញាភ្លាមយើងបដូរភ្លាមថាអូឧទាហរណ៍យើងឃើញរបស់អ្វីមួយដែលទំនើបដែលថ្មីដែលប្លែកយើងមានគំនិតដុសចេញមួយភ្លាមថាអូបើសិនបើខ្ញុំធ្វើរឿងនឹងដែរអាចនឹងដូចគេដែរអាចនឹងទំនើបអាចនឹងថ្មីដូចគ្នាដែរចឹងបាទតួយ៉ាងឧទាហរណ៍នៅក្នុងឧទាហរណ៍នៅក្នុងសភៅរបស់យើងលោកលើកឡើងអំពីការបង្កើតថ្មីឧទាហរណ៍កាលពីសម័យដើមដែលមិនទាន់មានយន្តហោះលោកលើកឡើងថាមនុស្សយើងឃើញសត្វចេះហោះបាទអញ្ចឹងនៅពេលដែលឃើញសត្វចេះហោះមនុស្សកើតមាននៅអភន្តរញ្ញាណបញ្ញាដោយគិតថាអូថ្ងៃណាមួយមនុស្សក៏អាចនឹងហោះដូចសត្វបានដែរឃើញត្រីហែលនៅក្នុងទឹកបាទមានកតុយហែលបក់ហែលហ្នឹងមនុស្សកើតមាននៅអភន្តរញ្ញាណបញ្ញាមួយដែរបដូរខ្លួនឯងនឹងត្រីថាថ្ងៃណាមួយបើសិនបើមនុស្សធ្វើឧបករណ៍ណាមួយឲ្យមានទម្រង់ដូចកន្ទុយត្រីដូចព្រុយត្រីប្រហែលជាអាចហែលទឹកបានដោយសត្វត្រីទៅអញ្ចឹងមនុស្សកើតមាននៅអភន្តរញ្ញាណបញ្ញាហ្នឹងឯងហើយនឹងចុងក្រោយលោកឲ្យឈ្មោះថាអភន្តរញ្ញាណបរមត្ថវិជ្ជាឬអភន្តរញ្ញាណអស្តិរូបវិជ្ជាអភន្តរញ្ញាណបែបនេះគឺកើតឡើងចំពោះមនុស្សយើងដែលមានចំណេះដឹងជ្រាលជ្រៅចំណេះដឹងខ្ពង់ខ្ពស់មានតែអភន្តរញ្ញាណបែបនេះគឺជាអភន្តរញ្ញាណមួយដែលយើងគ្រាន់តែឃើញអ្វីមួយភ្លាមគឺយើងយល់ដល់ជំរៅនៃវត្ថុមួយនោះបាទអាហ្នឹងលោកឲ្យឈ្មោះថាអភន្តរញ្ញាណបរមត្ថវិជ្ជាហើយឧទាហរណ៍យ៉ាងម៉េចឧទាហរណ៍ប្រសិនបើយើងលើកឧទាហរណ៍តាក់ទងជាមួយនឹងអ្នកប្រាជ្ញតួយ៉ាងដូចជាព្រះសម្មាសម្ពុទ្ធជាដើមលោកអាចមើលឃើញធម្មជាតិនេះធ្លុះដល់សច្ចភាពនៃធម្មជាតិហ្នឹងបើមនុស្សយើងធម្មតាដែលអត់បានកើតមាននៅអភន្តរញ្ញាណបរមត្ថវិជ្ជាយើងមិនអាចមើលធម្មជាតិនេះធ្លុះបានទេប៉ុន្តែតួយ៉ាងព្រះសម្មាសម្ពុទ្ធលោកអាចមានសមត្ថភាពមើលធម្មជាតិនេះធ្លុះយ៉ាងម៉េចយើងបើមើលឃើញរូបភ្នែកឃើញរូបយើងជាប់ជំពាក់នឹងរូបចឹងទៅមើលឃើញសម្រស់នៃធម្មជាតិមើលឃើញនៃសម្រស់នៃអ្វីយើងជាប់ជំពាក់នឹងអ្វីនោះយើងញ៉ាំបរិភោគអាហារយើងជាប់ជាមួយនឹងរសជាតិយើងស្ដាប់សំឡេងដែលល្អយើងជាប់ជាមួយនឹងសំឡេងច្រមុះជាមួយនឹងក្លិនល្អចឹងទៅយើងជាប់ជាមួយនឹងក្លិនហ្នឹងទៅជាប់ជំពាក់បែបហ្នឹងហើយដែលយើងមិនអាចមើលឃើញអំពីសច្ចភាពឬមួយក៏មើលឃើញអំពីសារជាតិពិតនៃធម្មជាតិនោះបានទេប៉ុន្តែតួយ៉ាងព្រះសម្មាសម្ពុទ្ធលោកមាននៅអភន្តរញ្ញាណបរមត្ថវិជ្ជានៅក្នុងខ្លួននេះលោកអាចមើលធ្លុះធម្មជាតិថាម៉េចថាធម្មជាតិនេះរមែងមាននៅលក្ខណៈ3យ៉ាងបើទោះបីរូបភាពឬធម្មជាតិនេះស្រស់ស្អាតយ៉ាងណាក៏ដោយក៏រមែងមាននៅលក្ខណៈ3យ៉ាងទី1គឺធម្មជាតិនេះរមែងតែងតែប្រែប្រួលក្នុងโลกនេះគឺឥតអីថិតថេរទេគឺប្រែប្រួលមានមាយាការមានអីជាដើមហ្នឹងថ្ងៃនេះល្អស្រស់ផ្កាថ្ងៃនេះល្អស្រស់រីកប៉ុន្តែ1ឆ្នាំក្រោយ2ឆ្នាំក្រោយពេលកន្លងទៅគឺវានឹងមានការប្រែប្រួលហើយអ្វីណាដែលប្រែប្រួលគឺវាតែងតែមាននៅទុកនឹងធម្មជាតិនេះរមែងតែងតែបាត់បង់ទៅវិញជាធម្មតា
ដូច្នេះអាការដែលមើលធ្លុះពីធម្មជាតិនឹងហើយមើលឃើញអំពីសច្ចធម៌នៅក្នុងធម្មជាតិនឹងហើយគឺជាសមត្ថភាពនៃអភន្តរញ្ញាណបរមត្ថវិជ្ជាឬក៏អស្តិរូបវិជ្ជានឹងហើយបាទដូច្នេះសរុបសេចក្តីមកវិញគ្រូចង់មានន័យថាថ្ងៃនេះវីដេអូថ្ងៃនេះគ្រូចង់បញ្ជាក់ថាពាក្យថាអភន្តរញ្ញាណគឺជាចំណេះដឹងមួយដែលកើតឡើងផ្ទាល់ភ្លាមអាហ្នឹងជាកលឹះពាក្យកលឹះហើយពាក្យបច្ចេកទេសយ៉ាងណាទៀតសូមបងអូនទៅអានខ្លឹមសារនៃមេរៀននេះបន្តទៀតទៅគឺបងអូននឹងចាប់ខ្លឹមសារវាបានតែម្ដងតែពាក្យកលឹះមួយគឺចំណេះដឹងដែលកើតឡើងផ្ទាល់ភ្លាមគ្មានតិចនិចគ្មានវិធីអីទេឃើញភ្លាមដឹងភ្លាមឮភ្លាមយល់ភ្លាមបាទហិតក្លិនភ្លាមស្គាល់ក្លិននោះភ្លាមភ្លក់រសជាតិភ្លាមដឹងរសជាតិភ្លាមនឹងហើយគឺជាសមត្ថភាពនៃអភន្តរញ្ញាណដែលអភន្តរញ្ញាណនោះលោកបែងចែកជា4គឺអភន្តរញ្ញាណចិត្តវិទ្យាអភន្តរញ្ញាណឥន្ទ្រីអភន្តរញ្ញាណបញ្ញានិងអភន្តរញ្ញាណបរមត្ថវិជ្ជាដូច្នេះខ្លឹមសារវីដេអូនេះគ្រូសូមចែករំលែកត្រឹមតែប៉ុណ្ណឹងចុះហើយគ្រូសង្ឃឹមថាវីដេអូឃ្លីបនេះជាគន្លឹះនិងជាគតិក្នុងការសិក្សាមុខវិជ្ជាសិលធម៌ពលរដ្ឋរបស់បងអូនហើយបើសិនបងអូនយល់ថាវីដេអូនេះមានខ្លឹមសារសូមជួយចុច like និងចែករំលែកបន្តទៅកាន់មិត្តរបស់បងអូនបាទសូមអរគុណ